សូមជម្រាបសួរលោកប៊ុនសំផតដែលជាប្រធានអង្គការ ASEAN នៅឆ្នាំ2026នេះគឺជាខួប45ឆ្នាំនៃការបង្កើតនៅអង្គការ ASEAN ជាដំបូងចង់ដឹងតកតងទៅនឹងចំណាក់អារម្មណ៍របស់លោកតែលោកមានចំណាក់អារម្មណ៍យ៉ាងណាចំពោះខួបទី45ឆ្នាំនេះចា៎បាទអរគុណសម្រាប់ខួបទី45ឆ្នាំខ្ញុំមានមោទនភាពហើយនឹងក្តីសោមនស្សរីករាយមែនទែនដែលបេសកកម្មរបស់អង្គការ ASEAN ក្នុង45ឆ្នាំដោតទៅលើការអប់រំសម្រាប់កុមារដែលជួបការលំបាកសម្រាប់សហគមន៍បាទដែលប្រឈមមុខនឹងហានិភ័យផ្សេងហើយ ASEAN បានរួមចំណែកយ៉ាងសំខាន់ដើម្បីជួយកុមាររាប់លាននាក់នៅទូទាំងពិភពលោកនៅទ្វីបអាស៊ីរបស់យើងបាទនៅអាស៊ីខាងត្បូងនៅអាហ្វ្រិកនៅអឺរ៉ុបក៏ដូចជានៅអាមេរិកខាងត្បូងបាទចាក្នុងនាមលោកជាប្រធានអង្គការ ASEAN ប្រចាំនៅកម្ពុជានៅក្នុងរយៈពេលដែលលោកបានបំពេញបេសកកម្មរបស់ខ្លួនថាលោកមានអនុស្សាវរីយ៍យ៉ាងណាដែរចំពោះបេសកកម្មមួយនេះចាបាទអរគុណតាមពិតទៅអ្វីដែលជាអនុស្សាវរីយ៍ដែលខ្ញុំចងចាំបំផុតគឺគ្រប់ទីកន្លែងដែលយើងបានរួមចំណែកអភិវឌ្ឍកុមារដែលជួបការលំបាកក្នុងនោះមានកុមារពិការកុមារជនជាតិភាគតិចបាទកុមារក្រីក្រកុមារតាមចិញ្ចើមថ្នល់ហើយភាសឹកជាដើមបាទមានក្តីសង្ឃឹមបាទមានភាពញញឹមហើយស្វាគមន៍សាទរជាមួយនឹងឱកាសហើយនៃការអប់រំចឹងស្នាមញញឹមដែលកុមាររាប់លានអ្នករបស់កម្ពុជាបាទទទួលបានជាការរួមចំណែកជាសមិទ្ធផលជាការចូលរួមរបស់យើងគឺជាអនុស្សាវរីយ៍រាប់លានដែលផ្ដល់ការចងចាំបាទផ្ដល់នៅកម្លាំងចិត្តកម្លាំងកាយហើយនឹងការបដិញ្ញាចិត្តជាបន្តបន្ទាប់ដើម្បីឲ្យកុមារដែលជួបការលំបាកទាំងអស់នោះទទួលបានឱកាសរៀនសូត្រទទួលបានឱកាសអភិវឌ្ឍហើយនឹងคลายទៅជាចំណែកដ៏សំខាន់របស់ពិភពលោករបស់យើងចានៅក្នុងបេសកកម្មរបស់អង្គការ ASEAN កន្លងមកគឺបានជួយទៅលើការអប់រំទៅលើកុមារជាច្រើនមកហើយតើទៅថ្ងៃខាងមុខទៀតតើអង្គការ ASEAN មានជាបេសកកម្មយ៉ាងណាទៀតទៅពេលខាងមុខដែរបាទតាមពិតទៅនៅក្នុង45ឆ្នាំនៅលើពិភពលោកហើយ25ឆ្នាំនៅកម្ពុជាអង្គការ ASEAN បានរួមចំណែកផ្ដល់ការគាំទ្រទៅដល់វិស័យអប់រំទាំងសាលារៀនទាំងគ្រូបង្រៀនទាំងនាយកទាំងសិស្សានុសិស្សហើយនិងសហគមន៍រាប់លាននាក់ហើយយើងបានបំពេញសហកម្មនៅក្នុងការជួយសាលារៀនសម្រាប់កម្ពុជាជាង 3000 សាលាបឋមសិក្សាប្រហែលជា500មត្តេយ្យប្រហែលជា300-400សាលាមធ្យមសិក្សាហើយនឹងផ្ដល់ការគាំទ្រទៅដល់វិស័យសេដ្ឋកិច្ចក្នុងនោះមានកសិកម្មបាទមានទេសចរបាទមានកម្មវិធីផ្ដោតទៅលើអាជីវករក្រៅប្រព័ន្ធបាទមានផ្ដោតទៅលើសេវាសេដ្ឋកិច្ចផ្សេងទៀតហើយបេសកកម្មទាំងអស់នេះយើងមើលឃើញថានៅតែជាចំណែកដែលចាំបាច់ត្រូវមានការគាំទ្រហើយនឹងការជួយបន្តអញ្ចឹងជាបន្តបេសកកម្មរបស់យើងនៅតែបន្តជួយទៅដល់កុមារស្ត្រីហើយនិងសហគមន៍ដែលជួបការលំបាកបំផុតដែលក្នុងនោះមានសហគមន៍ដែលជាសហគមន៍ជនជាតិភាគតិចសហគមន៍នេសាទបាទសហគមន៍ព្រៃឈើសហគមន៍អេកូទេសចរក្រមដែលទទួលរងគ្រោះពីមីនហើយយើងនឹងបន្តបេសកកម្មបន្តទៀតដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានខ្ញុំសង្ឃឹមថាការរួមចំណែករបស់អង្គការ ASEAN សម្រាប់បេសកកម្មជួយទៅដល់កុមារស្ត្រីហើយនឹងក្រុមងាយរងគ្រោះនឹងបានស្វាគមន៍ហើយនឹងទទួលជាប្រយោជន៍សម្រាប់ពួកគាត់ចូលរួមនឹងអភិវឌ្ឍខ្លួនគាត់សហគមន៍របស់គាត់គ្រួសាររបស់គាត់ហើយនឹងប្រទេសជាតិទាំងមូលចាជាចុងក្រោយតើលោកមានជាសារអ្វីសម្រាប់អបអរសាទរខួបទី45ឆ្នាំនៃការបង្កើតអង្គការ ASEAN ចាក្នុង45ឆ្នាំនេះខ្ញុំពិតជាអរគុណសម្រាប់
ថ្នាក់ដឹកនាំក្រសួងអប់រំបាទតាំងពីឯកឧត្តមរដ្ឋមន្ត្រីជំនាន់មុនមកដល់ឯកឧត្តមបណ្ឌិតសុភាចារហងជួនរងបាទថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធរដ្ឋបាលខេត្តការិយាល័យហើយនឹងរដ្ឋបាលស្រុកឃុំពាក់ព័ន្ធទាំងអស់សាលារៀនហើយនឹងសហគមន៍ផ្សេងដែលរួមចំណែកជាដៃគូជាមួយអង្គការ Action ដែលអាចឲ្យយើងអាចបំពេញបេសកកម្មនៅលើជាង 3000 សាលានៅកម្ពុជាដែលអាចឲ្យយើងរួមចំណែកដើម្បីអភិវឌ្ឍសាលារៀនអភិវឌ្ឍគុណភាពផ្ដល់សេវាកាន់តែប្រសើរទៅដល់កុមារជួបការលំបាកនឹងហើយងាយរងគ្រោះហើយក៏អរគុណដល់ដៃគូអង្គការ Action ប្រហែលជាជិត150ស្ថាប័នដែលបានរួមចំណែកជាមួយអង្គការ Action ទាំងបច្ចេកទេសបាទទាំងថវិកាបដិភាគទាំងចលនានៃការរួមគ្នាធ្វើយុទ្ធនាការផ្សេងកម្មវិធីកសាងសមត្ថភាពកម្មវិធីបដោះបដាលពង្រឹងទៅដល់យុវជនទៅដល់កុមារនៅទូទាំងប្រទេសក្នុងបេសកកម្មរួមគ្នាអភិវឌ្ឍមូលធនមនុស្សអភិវឌ្ឍចីរភាពសម្រាប់កម្ពុជាបាទលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ហើយរួមចំណែកដើម្បីកសាងនិងអភិរក្សបរិស្ថានប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នាចាសូមអរគុណចា